ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាករណីនេះជាករណីនៃការរំកិលឆ្អឹងកងចង្កេះ L4 L5 ពុកម៉ែបងប្អូនការរំកិលនៃឆ្អឹងកងចង្កេះហ្នឹងវាមានសញ្ញាដូចជាការគៀបសរសៃឆ្អឹងកងចង្កេះដូចគ្នាពុកម៉ែបងប្អូនព្រោះកាលណាឆ្អឹងកងចង្កេះរំកិលវាធ្វើឲ្យគៀបសរសៃចង្កេះរោគសញ្ញារបស់វាភាគច្រើនគឺការឈឺពីចង្កេះចាក់មកជើងទាំងសងខាងហើយធ្វើឲ្យគាត់ពិបាកដើរគាត់ដើរបានចិត្តអញ្ចឹងហើយពេលដែលបងប្អូនជួបជាមួយគ្រូពេទ្យជំនាញបន្ទាប់ពីថត MRI ក្នុងករណីខ្លះគ្រូពេទ្យតម្រូវឲ្យពុកម៉ែបងប្អូនធ្វើការថតឆ្អឹងកងចង្កេះម្ដងទៀតដោយឲ្យពុកម៉ែបងប្អូនថតពុតចង្កេះពីមុខនិងពីក្រោយដើម្បីឲ្យមើលឃើញកាន់តែច្បាស់នៃការរំកិលនៃឆ្អឹងកងចង្កេះដោយក្នុងរូបនេះពុកម៉ែបងប្អូនឃើញពណ៌ក្រហមគឺតំណាងឲ្យសរសៃចង្កេះអញ្ចឹងកាលណាឆ្អឹងកងចង្កេះរំកិលវាធ្វើឲ្យគៀបសរសៃហ្នឹងនឹងធ្វើឲ្យមានការឈឺចុកចាប់ចាក់ពីចង្កេះមកជើងដូចនឹងការលានទ្រនាប់ឌីចង្កេះដូចគ្នាការព្យាបាលក្នុងករណីនៃការរំកិលឆ្អឹងកងចង្កេះគឺការចាប់ដែកនិងការកោរទ្រនាប់ជាការព្យាបាលមួយដែលត្រឹមត្រូវព្រោះយើងដើម្បីតម្រង់ឆ្អឹងកងចង្កេះមកវិញហើយធ្វើឲ្យឆ្អឹងកងចង្កេះហ្នឹងរឹងមាំមកវិញកុំឲ្យមានការគៀបសរសៃចង្កេះទៀតពុកម៉ែបងប្អូននេះជារូបភាពនៃការដាក់វិសចូលក្នុងឆ្អឹងកងចង្កេះហើយយើងកត់រនាប់ដើម្បីរក្សាកម្ពស់កុំឲ្យមានការគៀបសង្កត់ទៅលើសរសៃចង្កេះទៀតនេះជារូបភាពបញ្ចប់នៃការវះកាត់ពុកម៉ែបងប្អូនគឺថតពីមុខយើងមានទ្រនាប់ឆ្អឹងកងចង្កេះនិងវិស4គ្រាប់ចាប់ឆ្អឹងកងចង្កេះ L4 L5 រោគសញ្ញានៃការរំកិលឆ្អឹងកងចង្កេះទី1ឈឺរាលចាក់ពីចង្កេះទៅជើងចុកខ្សោយនៃសាច់ដុំជើងឬផ្នែកខាងក្រោមស្ពឹកជើងដែលមិនបានឆ្ងាយអាចពិបាកក្នុងការបញ្ជាការបន្ទោបង់បាទអរគុណពុកម៉ែបងប្អូនអរគ្នា